ស្អីបងប្អូនចំពោះក្រុមហ៊ុន GT យើងឥឡូវមាន GT Web ដែលផ្ដល់ជូនគូប៉ុង$5សម្រាប់កាត់ថ្លៃដឹករហូតដល់5កញ្ចប់ក្នុងមួយកញ្ចប់$1អញ្ចឹងរបៀបនៃការបង្កើត GT Web ហ្នឹងគឺយើងចូលទៅ Telegram ហើយ search ពាក្យ GATT 7 ដងអញ្ចឹងវាយបែបនេះមកគឺយើងចេញឃើញគ្រប់នេះគ្រប់បង្រៀនទិញចំណេញពីចិនណាអញ្ចឹងយើងចូលក្នុងគ្រប់ហ្នឹងមកតបមកយើងឃើញគេ pin link សម្រាប់យើងចូលទៅបង្កើតបើយើងចូល pin ហ្នឹងក៏បានដែរnếuចូល pin វាចូលមកវាឃើញបែបហ្នឹងយើងចូលទៅហ្នឹងទៅចូលទៅ link ហ្នឹងទៅតបពីចូលទៅជិះវាចេញទៅវាចេញបែបនេះអញ្ចឹងក្នុង GAT Web វាមានប្រើ3ភាសានេះមានចិនមានអង់គ្លេសមានខ្មែរអញ្ចឹងបើយើងចង់បានភាសាមួយណាយកភាសាមួយហ្នឹងទៅតែខ្ញុំយកភាសាខ្មែរនេះអញ្ចឹងរបៀបចុះឈ្មោះយើងនៅឃើញនៅក្នុងផ្នែកខាងក្រោមនេះឃើញមាន2ផ្នែកមានចុះឈ្មោះហើយនឹងចូលនេះសម្រាប់អ្នកចាស់គេចូលប៉ុន្តែយើងចុះឈ្មោះទៅយើងថ្មីអញ្ចឹងពេលដែលចុះឈ្មោះគេឲ្យប្រើលេខទូរស័ព្ទក៏បានប្រើ Gmail ក៏បានដែរ email នេះក៏បានដែរអញ្ចឹងសម្រាប់ខ្ញុំយក email វិញអញ្ចឹង email របស់ខ្ញុំវាយចូល email របស់ខ្ញុំចឹងបន្តមកទៀតយើងវាយពាក្យសម្ងាត់វាឲ្យទៅបងប្អូនវាយពាក្យសម្ងាត់របស់បងប្អូនណាហើយបន្ទាប់មកពីយើងវាយអញ្ចឹងហើយយើងចុចពាក្យទទួលកូដនេះអញ្ចឹងចុចទទួលកូដទៅហើយអស់វាមកដល់នេះមកវានឹងលោតលេខកូដចូល Gmail អញ្ចឹងយើងចូលទៅឆែកនៅក្នុង Gmailខ្ញុំនេះវាសិននេះចេញមកហើយGAT Express នេះលេខកូដវាគឺ245 357អញ្ចឹងយើងបំពេញនៅក្នុងនោះទៅបន្ទាប់ពីយើងបំពេញរួចយើងចុចគ្រីសកន្លែងនេះមួយហើយយើងចុចកន្លែងចុចឈ្មោះហ្នឹងទៅអញ្ចឹងវាទទួលបានបែបនេះអញ្ចឹងទទួលបានបែបនេះយើងចុចទៅពាក្យខ្ញុំដើម្បីមើលលេខID របស់យើងហើយនឹងបំពេញអាស័យដ្ឋានលម្អិតអញ្ចឹងពេលដែលចុចខ្ញុំហ្នឹងហើយយើងទៅមើលលើគូប៉ុងនេះពេលដែលយើងចុះឈ្មោះភ្លាមទទួលបានគូប៉ុង5ភ្លាមតែម្ដងអញ្ចឹង5ហ្នឹងគឺ$5អញ្ចឹងយើងចូលទៅមើលទៅនៅក្នុងហ្នឹងគឺវាបង្ហាញបែបនេះអញ្ចឹង$1 $1 $1 $1 $1 អញ្ចឹងគេដាក់ថ្ងៃខែផុតកំណត់ទៀតដូចនេះផុតកំណត់នៅថ្ងៃទី5ខែ11អញ្ចឹងមានន័យថាគូប៉ុងនេះបាន1ខែអញ្ចឹងបន្ទាប់មកយើងត្រូវបំពេញអាស័យដ្ឋានទូរបានយើងព្រោះពេលដែលយើងកំងបានត្រូវការដឹកមកត្រូវមានអាស័យដ្ឋានត្រឹមត្រូវឲ្យគេដឹកឲ្យយើងនៅក្នុងនេះមានពាក្យបូកអាស័យដ្ឋានទទួលតំណែងថ្មីអញ្ចឹងយើងចុចហ្នឹងទៅហើយយើងដាក់ឈ្មោះរបស់យើងទៅដូចខ្ញុំដាក់ឈ្មោះខ្ញុំទៅតាមយើងដាក់លេខទូរស័ព្ទទទួលតំណែងរបស់យើងទៅនេះខ្ញុំដាក់លេខឧទាហរណ៍សិនទេហើយនេះទីតាំងទទួលអីវ៉ាន់បើអ្នកនៅខេត្តដាក់ខេត្តទៅអ្នកនៅភ្នំពេញដាក់ភ្នំពេញទៅហើយខ្ញុំដាក់ភ្នំពេញមានជ័យស្ទឹងមានជ័យ2ស្ទឹងមានជ័យ3អញ្ចឹងទៅហើយដល់អាស័យដ្ឋានលម្អិតយើងអាចសរសេរជាខ្មែរក៏បានដែរវែងស្រេងអញ្ចឹងពេលដែលដាក់វែងស្រេងហើយអញ្ចឹងនេះយើងត្រូវកំណត់វាទៅជាលំនាំដើមអាស័យដ្ឋានលំនាំដើមយើងចុចរក្សាទុកបែបនេះទៅអូខេអញ្ចឹងពេលទៅគ្លីកកន្លែងហ្នឹងទៅគឺវាអូខេរួចរាល់ហើយអញ្ចឹងនៅពេលដែលយើងទៅយកអាស័យដ្ឋានដើម្បីទៅបំពេញនៅក្នុងថៅបោយើងចុចកន្លែងទំព័រដើមនេះទំព័រដើមឃើញមានចម្លងអាស័យដ្ឋានឃ្លាំងចិនអញ្ចឹងយើងក៏ចុចកន្លែងហ្នឹងមកចុចកន្លែងហ្នឹងមកវាបង្ហាញពីផ្ទាំងបែបនេះអញ្ចឹងខាងមុខនេះគឺ by land នេះមានន័យថាដឹកតាមគោកទី2នេះ by air នេះគឺដឹកតាមអាកាសអញ្ចឹងខ្ញុំបង្ហាញពីការ copy ដឹកតាមគោកសិនអញ្ចឹងយើងគ្រាន់តែចុចកន្លែងចម្លងកន្លែងចម្លងអាស័យដ្ឋាននេះពេលដែលវាចេញគ្រីសអញ្ចឹងយើងចូលទៅថៅបោយើងទៅជាងទៅពេលចូលថៅបោយើងត្រូវមើលអាម៉ណុយខាងក្រោមពីមើលកន្លែងរូប profile វាកន្លែងនេះកែងខាងក្រោមស្ដាំដៃនេះហើយចុចចូលទៅតមកទៀតយើងទៅមើលនៅកែងខាងលើនេះកន្លែងរូប setting វានេះហើយចុចអាកន្លែងកែងខាងលើស្ដាំដៃហ្នឹងទៅហើយចុចអាទី2នេះដើម្បីបំពេញអាស័យដ្ឋានចូលអញ្ចឹងពេលយើងចេញបែបហ្នឹងខ្ញុំចុចអាកែងនេះចុចកែងនេះមកវាលោតបែបហ្នឹងយើងត្រូវចុចយកអាខាងស្ដាំដៃនេះអញ្ចឹងបងប្អូនមើលថាវាមានបែបនេះវាមានបែបហ្នឹងហើយនឹង ID របស់យើងចេះ copy មកបានបែបហ្នឹងគឺអូខេហើយយើងគ្រាន់តែគ្រីសបែបនេះមកហើយចុចកន្លែងខាងក្រោមនេះទៅជាការស្រេចអញ្ចឹ
ចឹងអាយើងបំពេញមិញវាលោតចូលនៅក្នុងនេះឲ្យយើងហើយចឹងយើងអាចទិញអីវ៉ាន់ហើយការទិញអីវ៉ាន់ក៏អត់ពិបាកដែរខ្ញុំប្រាប់ដូចខាងដើមពេលដែលទិញអីវ៉ាន់ទៅយើងអត់ទាន់មាននេះអត់មានទាន់ជាប់វីសាចឹងវាលោតបែបហ្នឹងទៅយើងចូលទៅទិញទៅឃើញតម្លៃបែបហ្នឹងនៅក្នុងនេះវាចេញបែបចេះឲ្យយើងបំពេញអានេះលេខ16ខ្ទង់របស់វីសាកាតយើងនៅលើវីសាកាតហ្នឹងហើយអាទី2នេះគឺឈ្មោះអាទី3នេះគឺតកូលចឹងមានន័យថានៅ AFA អាណាសេមកដាក់មុខទៅហើយថ្ងៃក្រោយដាក់ទី3នេះមកចឹងអត់បញ្ហាទេអានេះថ្ងៃខែសុពលភាពហើយហ្នឹង CVV ហើយបន្ទាប់មកយើងចុចធម្មតាទៅវាលោតទៅឲ្យហើយដល់ពេលយើងជាប់ហើយវីសាវាលោតគ្រីសបែបហ្នឹងចុចមួយទៀតទៅគឺទិញបានជោគជ័យហើយអូខេមានប៉ុណ្្នឹងទេហើយមួយទៀតខ្ញុំចង់បរៀនពីការinvite friend មានន័យថាយើងអាចអញ្ជើញ friend របស់យើងបានដើម្បីទទួលបានគូប៉ុងបន្ថែម$10ទៅ$20អញ្ចឹងយើងមើលមនុស្សខាងក្រោមធម្មតាទៅហើយចូលមកខ្ញុំកន្លែង profile ហ្នឹងទៅយើងមកមើលឃើញកន្លែងអញ្ជើញមិត្តហ្នឹងយើងចូលកន្លែងហ្នឹងទៅពីទៅចូលកន្លែងហ្នឹងវាមានឲ្យចែកម្លែកទៅ Facebook ចែកម្លែកទៅ Telegram អញ្ចឹងខ្ញុំបានការចែកម្លែក Telegram ខ្ញុំគាត់ចុច Telegram អញ្ចឹងទៅជិះវា load ឲ្យយើង open Telegram កន្លែងនេះយើងចុច open ទៅអញ្ចឹងយើងគាត់រើសមិត្តភក្តិណាដែលយើងចង់អញ្ជើញឬក៏យើងដាក់ចូលគ្រប់ក៏បានដែរអញ្ចឹងគាត់ដាក់ទៅបែបហ្នឹងទៅធ្លាក់ចូលគ្រប់អញ្ចឹងគឺពេលដែលគេជន់លេងយើងហើយគេចុះឈ្មោះយើងនឹងទទួលបាន$10ពីបន្ថែម10ទៅ$20បន្ថែមទៀតអញ្ចឹងងាយទេគាត់ថាការ invite friend ហ្នឹងហើយធម្មតា web ទាំងអស់គឺតោះតែយើងយកទៅដាក់ add under screen ច្រៃ3ខាងលើខាងស្ដាំដៃនេះហើយចេញបែបហ្នឹងគឺយើងយកពាក្យយើងមើលពាក្យ add to home screen អញ្ចឹងយើងចុចបែបហ្នឹងមកចុចរួចទៅហើយអញ្ចឹងពេលដែលចុចបែបហ្នឹងយើងគាត់នឹងបដូរពីពាក្យ GHT ដាក់អានេះពាក្យថា web មកដើម្បីស្រួលចំណាំហើយ add ទៅអញ្ចឹងនេះវា load ឲ្យ add ហ្នឹងចុច add អញ្ចឹងនេះគឺវាបានហើយវាមកលើនឹងឲ្យយើងតលម្ដងអញ្ចឹងអត់ពិបាកទេចូលទៅមើលនៅក្នុងហ្នឹងទៅយើងចុចធម្មតាចេះទេវា load ចូលឲ្យហ្មងយើងមិនបាច់ហត់ទៅចូលទៅចុចលេងអីទីទេ